Ok, số đây nào nên trong video này mà bà han bị bị pra bà Epson series CB đầm pa 85W ឬក៏ series ស្តៀងហ្នឹងណាប្រភេទ mini ចឹងអ្នកនរដោតភ្លើងចូលអ្នកនរនឹងឃើញជាមួយនឹង status on អញ្ចឹងនៅពេលដែលយើងចង់បើកគ្រាន់តែចុចប៊ូតុងនេះមួយមកម៉ាស៊ីនហ្នឹងវានឹងចាប់ផ្ដើមដំណើរការហើយខ្ញុំបញ្ជាក់បន្តិចម៉ាស៊ីនប្រភេទប្រើជាមួយនឹងបាំឬក៏ lamp source គឺអត់អាចបើកភ្លាមភ្លឺមកខ្លាំងភ្លាមទេប្រភេទប្រើបាំគឺវាភ្លឺបន្តិចម្ដងរហូតទៅដល់អស់ពលឺរបស់វាកន្លែង stator ហ្នឹងវានឹងលោតស្មើហើយបាទអូខេហើយមួយទៀតនៅពេលដែលបើកណាកុំភ្លេចមើលជាមួយនឹងកន្លែង lens នេះផងបើសិនជាអ្នកនរឃើញបិទអញ្ចេះយើងត្រូវបើកណាយើងត្រូវទាញមកបើកក៏អស់មកបានវាចេញពលឺបន្ទាប់មកហើយយើងមើលទៅកាន់ screen របស់យើងបាទអញ្ចឹងខ្ញុំសូម blue screen បន្តិចអូខេខាងនោះគឺជា screen បាទរបស់យើងណាអញ្ចឹងបើសិនជាអ្នកនរគ្នាឃើញម៉ាស៊ីនហ្នឹងវាធំជាងផ្ទាំងយើងពេកយើងអាចទាញម៉ាស៊ីនហ្នឹងរៀងឆ្ងាយអធិស្ឋានទៅចិត្តបន្តិចមកណាបាទណាចាំមើលណាបាទយើងទាញយ៉ាងចិត្តអញ្ចឹងបន្តិចមកដើម្បីឲ្យបាទវាទៅគៀកផ្ទាំងវានឹងតូចហើយបាទហើយបើសិនជាវាចេញ auto keystone នេះយើងអាចចុចត្រឡប់មួយអញ្ចឹងយើងចុចបាទប៊ូតុងត្រឡប់ខាងនេះមួយមកដើម្បីឲ្យវាបាត់ auto keystone ហ្នឹងហើយចាំខ្ញុំប្រាប់អ្នកនរគ្នារបៀបបិទ auto keystone របៀបបិទ focus ហ្នឹងមិនណាបាទអូខេអញ្ចឹងមកដល់កន្លែងនេះយើងអាចសេរីជាក់ស្ដែងទៅបាទបើចង់ zoom យើងអាចប្រើ zoom in zoom out នៅនេះបានណាបាទនេះគឺកងសម្រាប់ zoom in zoom out បាទហើយបើសិនជាចង់ focus អ្នកនរគ្នាចុចកន្លែង focus នេះបាទក្នុងករណីដែលវារៀងព្រាខ្លាំងណាឥឡូវឧទាហរណ៍ខ្ញុំឧទាហរណ៍កន្លែងព្រានេះមួយចុះណាបាទអូខេឥឡូវនេះយើងព្រាលមើលអត់ច្បាស់ទេអញ្ចឹងយើងអាចធ្វើការសេរី manual focus នេះគឺប៊ូតុង focus យើងប្រើជាមួយប្រភេទ digital តែប្រភេទ manual យើងអត់ចង់ប្រើ auto អញ្ចឹងអ្នកនរអាចចុចឆ្វេងឬក៏ស្ដាំចុចមួយក៏បានឬក៏ចុចសកត់ឲ្យជាប់ក៏បានដែរនេះអ្នកនរមើលទៅថាតើប៉ុណ្ណាល្មមមកច្បាស់គឺអ្នកនរប្រឡែងដៃបាទឈប់ចុចប៉ុណ្្នឹងទៅណាបាទអូខេអញ្ចឹងរបៀប focus មានតែប៉ុណ្្នឹងទេរបៀបសេរីផ្ទាំងតូចធំអីហ្នឹងអាចសេរីមើលទៅជាក់ស្ដែងទៅលើចម្ងាយរបស់យើងទៅបាទអូខេបន្តមកទៀតខ្ញុំប្រាប់អ្នកនររបៀបបិទអូតូបានន័យថានេះដល់ពេលដែលយើងបាទយើងអង្គើម៉ាស៊ីនណាពេលយើងអង្គើម៉ាស៊ីនហ្នឹងវាចេះតែចាប់អូតូ keystone អញ្ចឹងរបៀបបិទយើងអាចធ្វើអញ្ចេះទៅណាបងចូល menu បាទចាំបន្តិចបងចូល menu បន្ទាប់មកបងចូលកន្លែងពាក្យថា setting បាទខ្ញុំសូម zoom in ឲ្យមើលបន្តិច menu ឲ្យ setting ហើយចុច OK មួយបាទហើយម្ដងនេះយើងអាចចុច OK មួយទៀតបាទយើងយកកន្លែង keystone នេះមកបាទហើយយើងយកពាក្យ off ណាយើងយក off មកបាទយើងបិទកន្លែង keystone ហ្នឹងមកណាបាទអូខេតែប៉ុណ្្នឹងទៅគឺយើងអាចសេរីតាម manual បានតែយល់ល្អខ្ញុំគិតថាអ្នកនរគ្នាមិនបាច់បិទទេយើងអាចបើកទៅវាល្អជាងវាជួយធ្វើការសេរី focus អីឲ្យយើងណាបាទអញ្ចឹងអានេះអាស្រ័យទៅលើចំណង់ចំណូលចិត្តអ្នកនរគ្នាថាតើចង់ឲ្យវាសេរីឲ្យឬក៏យើងចង់សេរីដៃ manual បើឲ្យវាសេរីឲ្យយើងចូលទៅបើកកន្លែងហ្នឹងវិញណាបាទយើងចូលទៅបើក keystone ហើយយើងចុច on វិញមកបាទដើម្បីវាជួយសេរីបាទផ្ទាំងឲ្យយើងអូខេអញ្ចឹងដូចជាមានប៉ុណ្ណឹងទេរបៀបប្រើ basic ហើយចាំវីដេអូក្រោយខ្ញុំបង្ហាញជារបៀបសេរីហ្គេមទាំង4បាទន័យថាបើវាអត់ស្មើយើងត្រូវធ្វើបែបម៉េចបាទសេរីតាម manual បាទអរគុណ